លោកសាស្ត្រាចារ្យកេងវ៉ាន់សាក់កើតនៅថ្ងៃទី19ខែកញ្ញាឆ្នាំ1925នៅភូមិកំពង់បឹងស្រុកកំពង់លេងក្នុងខេត្តកំពង់ឆ្នាំងលោកមានបិតានាមកេងស៊ីផាន់និងមាតានាមជាហនបន្ទាប់ពីប្រឡងជាប់មធ្យមសិក្សាបានភាគទី2ផ្នែកទស្សនវិជ្ជានៅក្នុងឆ្នាំ1946លោកបានទៅបន្តការសិក្សានៅឯប្រទេសបារាំងទន្ទឹមគ្នានឹងការសិក្សាលោកក៏បានធ្វើជាសាស្ត្រាចារ្យជំនួយភាសាខ្មែរនៅសាលាជាតិជីវភាសាបូព៌ាប្រទេសនៅក្នុងទីក្រុងប៉ារីសក្នុងឆ្នាំសិក្សា1947ដល់ឆ្នាំ1948និងឆ្នាំសិក្សា1951ដល់ឆ្នាំ1952នៅចន្លោះពេលនោះលោកបានបង្រៀនភាសាខ្មែរនៅសាលាសិក្សាផ្នែកបូព៌ានិងអាហ្វ្រិកនៃសាកលវិទ្យាល័យនៃទីក្រុងលំដុនក្នុងឆ្នាំសិក្សា1948ដល់ឆ្នាំ1950លោកបានប្រឡងជាប់បរិញ្ញាបត្រអក្សរសាស្ត្រផ្នែកទស្សនវិជ្ជានៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រក្នុងទីក្រុងប៉ារីសនៅក្នុងឆ្នាំ1951ភរិយារបស់លោកកេងវ៉ាន់សាក់មានឈ្មោះថា Suzanne Collewell ប្រពន្ធរបស់លោកអ្នកស្រី Suzanne បានប្រឡងជាប់បរិញ្ញាបត្ររូបវិទ្យាក្នុងឆ្នាំ1953ក្នុងវិទ្យាល័យក្រុងកុងហើយអ្នកស្រីបានយកចិត្តទុកដាក់លើការសិក្សាផ្នែកអាស៊ីអាគ្នេយ៍រួចអ្នកស្រីបានប្រឡងជាប់សញ្ញាបត្រភាសាថៃក្នុងឆ្នាំ1945ហើយបានប្រឡងជាប់សញ្ញាបត្រភាសាឡាវនិងភាសាខ្មែរក្នុងឆ្នាំ1947ទន្ទឹមនឹងការសិក្សាទាំងនេះអ្នកស្រីបានសិក្សាអក្សរសាស្ត្របារាំងប្រវត្តិសាស្ត្រសិល្បៈនិងភូមិវិទ្យាទូទៅផងដែរនៅក្នុងឆ្នាំ1945អ្នកស្រីបានបង្រៀនភាសាថៃហើយនៅក្នុងឆ្នាំ1947បានទទួលការតែងតាំងជាសហការីវិទ្យាសាស្ត្រនៅក្រសួងឧតុនិយមជាតិប្រទេសបារាំងនាឆ្នាំសិក្សា1951-52អ្នកស្រីបានបង្រៀនភាសាឡាវនៅឯសាលាបូព៌ាជំនួសលោកគ្រូសាស្ត្រាចារ្យរ៉េណនគួរបញ្ជាក់ផងដែរថាអ្នកស្រីបានលះបង់ការងារដល់ប្រពៃនៅទីក្រុងប៉ារីសប្រទេសបារាំងរបស់អ្នកស្រីដើម្បីចូលទៅទីក្រុងភ្នំពេញតាមស្វាមីនាឆ្នាំ1952ហើយអ្នកស្រីបានធ្វើជាសាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិជាស្ថានជាតិគ្រូកោសល្យនិងបន្ទាប់មកបានបង្រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រភ្នំពេញរហូតដល់ចុងឆ្នាំសិក្សា1971អ្នកស្រីបានបង្រៀនសិស្សនិងនិស្សិតនៅស្រុកខ្មែរជាច្រើនចំនួននាពេលចុងក្រោយអ្នកស្រីបានត្រឡប់មកធ្វើការនៅប្រទេសបារាំងវិញនាខែកញ្ញាឆ្នាំ1971រហូតដល់ពេលចូលនិវត្តន៍ហើយបានរស់នៅជាទីក្រុងប៉ារីសក្នុងស្រុកម៉ុងម៉ូរ៉េនស៊ីលុះដល់មរណភាពជីវិតនៅក្នុងឆ្នាំ2003ងាកត្រឡប់មកសាស្ត្រាចារ្យកេងវ៉ាន់សាក់វិញបន្ទាប់ពីបានបង្កើតអង្គលេលេខអក្សរខ្មែរនៅក្នុងឆ្នាំ1952លោកសាស្ត្រាចារ្យបានត្រឡប់ទៅប្រទេសកម្ពុជាវិញហើយបានទទួលមុខងារជាសាស្ត្រាចារ្យនៅវិទ្យាល័យស៊ីសុវត្ថិនៅក្រុងភ្នំពេញចាប់ពីឆ្នាំ1952ដល់ឆ្នាំ1958លោកជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅពេលបោះឆ្នោតនីតិបញ្ញត្តិសកលក្នុងឆ្នាំ1955បន្ទាប់ពីការគ្រោងទុកដោយសន្ធិសញ្ញាក្រុងហ្សឺណែលក្នុងឆ្នាំ1954លោកបានប្រឆាំងដោយចេញមុខនឹងរាជបល្ល័ង្កជាពិសេសគឺប្រឆាំងផ្ទាល់នឹងសម្ដេចនរោត្តមសីហនុជាស្ថាបនិកនៃគណបក្សសង្គមរាស្ត្រនិយមខ្មែរបន្ទាប់ពីបរាជ័យនៃគណបក្សប្រជាធិបតេយ្យរដ្ឋាភិបាលបានចាប់ខ្លួនលោកដាក់គុកនៅថ្ងៃទី13ខែកញ្ញារហូតដល់ថ្ងៃទី10ខែតុលាឆ្នាំ1955ពេលចេញពីពន្ធនាគារលោកបានបោះពុម្ពផ្សាយកម្រងកំណាព្យដែលលោកនិយាយនិពន្ធក្នុងពេលដែលលោកជាប់គុកហើយកម្រងកំណាព្យពាក្យនេះបានទទួលឥទ្ធិពលដ៏ខ្លាំងក្លាទៅលើកវីនិពន្ធខ្មែរចំនួននោះនៅក្នុងឆ្នាំ1958លោកមានតួនាទីជាប្រធានគណៈកម្មាធិការពិនិត្យសៀវភៅអក្សរសាស្ត្រខ្មែរនៅមជ្ឈមសិក្សាព
ពីឆ្នាំ1958ដល់ឆ្នាំ1962លោកមានតំណែងជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រនិងជាចាងវាងវិទ្យាស្ថានជាតិគរុកោសលហើយលោកបានទៅបង្រៀនអក្សរសាស្ត្រវប្បធម៌អរិយធម៌ខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រហើយនឹងពុទ្ធិសាកលវិទ្យាល័យភ្នំពេញរហូតដល់ឆ្នាំ1968នៅពាក់កណ្ដាលឆ្នាំ1968រដ្ឋាភិបាលបានបញ្ឈប់លោកឲ្យលែងបង្រៀនហើយបានឲ្យភ្នាក់ងារឃ្លាំមើលគេហដ្ឋានលោកទៀតផងដែលលោកជាប់ចាត់ថាជាអ្នកបំបត្តិបំផោននិស្សិតនិងសិស្សនានាឲ្យធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលចំនួននោះអាជ្ញាធរចំនួននោះបានឆែករុករកនៅផ្ទះសាស្ត្រាចារ្យហើយបានរកឃើញនៅសៀវភៅម៉ាក់ម៉ៅនិងទស្សនាប្តីប្រទេសចិននៅក្នុងបណ្ដាល័យផ្ទាល់ខ្លួនរបស់លោកជាហេតុនាំឲ្យអាជ្ញាធរក្រសួងសន្តិសុខចាប់លោកឃុំនៅរាជបណ្ឌិតសភាជាមួយនឹងលោកសូនណែមនិងលោកភូងតុនដោយចោទថាជាពួកកុម្មុយនីសនិយមបានបំបោសបំបោរនិស្សិតនិងប្រជាជនឲ្យប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយមបន្ទាប់ពីរដ្ឋប្រហារនៅក្នុងឆ្នាំ1970ដែលធ្វើឡើងដោយឧត្តមសេនីយ៍លន់ នល់ប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែររដ្ឋាភិបាលថ្មីបានផ្ដល់នីតិសម្បទានឲ្យលោកវិញហើយបានបង្កើតវិទ្យាស្ថានខ្មែរមនដែលតែងតាំងលោកជាមេដឹកនាំស្ថាប័ននេះក្នុងគោលបំណងលើកដំកើងវប្បធម៌ខ្មែរមនឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យប្រជាជនខ្មែរមានមោទនភាពជាខ្មែរនិងបង្រួបរំខ្មែរដើម្បីទប់ទល់នឹងការរំលោភបំពានពីសំណាក់បរទេសលោកបានធ្វើនិក្ខេបបទមួយដែលបានការពារនៅសាកលវិទ្យាល័យសបននៅក្នុងឆ្នាំ1971ដែលមានចំណងជើងថាការស្រាវជ្រាវរកឫសគល់មួយនៃវប្បធម៌ខ្មែរសាស្ត្រាចារ្យ កេង វ៉ាន់សាក់ជាបញ្ញវន្តមួយរូបដ៏កម្រដែលមានចក្ខុវិស័យនិងគំនិតសកលវែងឆ្ងាយលើវប្បធម៌អរិយធម៌ខ្មែរយើងលោក កេង វ៉ាន់សាក់មានឥទ្ធិពលទៅលើសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរជាច្រើនរូបច្រើនចំនួននៅស្រុកខ្មែរយើងក្រោយមកលោកបានទទួលតំណែងជាผู้ช่วยប្រតិភូអចិន្ត្រៃយ៍នៅអង្គការ UNESCO ក្នុងទីក្រុងប៉ារីសនៅក្នុងឆ្នាំ1971ហើយបន្ទាប់មកទៀតលោកមានតួនាទីជាភារៈធារីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរប្រចាំប្រទេសបារាំងចាប់ពីខែតុលាឆ្នាំ1974ដល់ខែមេសាឆ្នាំ1975លោករស់នៅក្នុងស្រុកម៉ូម៉ូរ៉ង់ស៊ីនៅជាយក្រុងប៉ារីសរហូតដល់ពេលលោកទទួលមរណភាពនៅថ្ងៃប្រហ័សទី18ខែធ្នូឆ្នាំ2008ដែលត្រូវនៅថ្ងៃ6រោចខែមករាឆ្នាំជូតចំពោះស្នាដៃនិពន្ធរបស់លោកមានដូចជារឿងល្ខោនសាច់ពំបានស៊ីយកឆ្អឹងព្យួរកមាន5ឈុតសម្ដែងនៅក្នុងឆ្នាំ1944រឿងល្ខោនអន្ទិតគោលតមាន5ឈុតសម្ដែងនៅក្នុងឆ្នាំ1945ដែលល្ខោននេះពណ៌នាអំពីបញ្ហាទំនៀមនិយមនិងទំនើបនិយមកាបកំណាព្យដែលមានដូចជាចិត្តក្រមុំនិពន្ធនៅក្នុងឆ្នាំ1954ទុកកាមកលេសនិពន្ធនៅក្នុងឆ្នាំ1956អន្តែងក្រឡិតក្តោឯងអន្តែងឲ្យគេនិពន្ធនៅក្នុងឆ្នាំ1972ឲ្យតែខ្មែររស់និពន្ធនៅក្នុងឆ្នាំ1972ធ្វើទៅអថានិពន្ធនៅក្នុងឆ្នាំ1978អាទូអាទានិពន្ធនៅក្នុងឆ្នាំ1979ខ្មែរស្លាប់ខ្មែររស់និពន្ធនៅក្នុងឆ្នាំ1981ចិនទេសង់អង្គរនិពន្ធនៅក្នុងឆ្នាំ1986ចំពោះសិក្សាកថាលោកបានតែងនិពន្ធអត្ថបទជាច្រើនដូចជាមូលភាពនៃការបង្កើតពាក្យថ្មីនៅក្នុងមហាវិទ្យាល័យអក្សរសាស្ត្រក្នុងឆ្នាំ1964សូរស័ព្ទខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រក្នុងឆ្នាំ1966បច្ចុប្បន្នភាពនៃប្រទេសកម្ពុជានិពន្ធនៅក្នុងទីក្រុងប៉ារីសក្នុងឆ្នាំ1968អត្ថបទសិក្សារឿងរាមកេរ្តិ៍លោកសរសេរនៅក្នុងឆ្នាំ1969ខ្មែរក្រហមលោកសរសេរនៅក្នុងឆ្នាំ1977និងប្រវត្តិខ្មែរនៅក្នុងឆ្នាំ1981កាលនៅយុវវ័យលោកបានសរសេរកម្រងកំណាព្យចិត្តក្រមុំមាន11កំណាព្យ
ហើយអត្ថបទទី1សរសេរនៅក្នុងឆ្នាំ1945ការលោកនៅជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិកម្រងអត្ថបទសិក្សាស្នាដៃលោកទាំងអស់លោកបានតាក់តែងឡើងនៅចន្លោះឆ្នាំ1945រហូតដល់ឆ្នាំ1950គឺជាពេលដែលលោកនៅជាសិស្សជានិស្សិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងឡុងដុននិងនៅទីក្រុងប៉ារីសស្នាដៃកំណាព្យរបស់លោកគឺសរសេរឡើងក្នុងរចនាបថទំនៀមគឺគោរពវិធីចាប់ចុងជួនដោយគំនាតសម័យមុនដែរតែអត្ថន័យអត្ថរសពាក្យពេចន៍ពោពេញទៅដោយតថនិយមគឺបង្ហាញពីការរំជួលចិត្តរបស់កវីផ្ទាល់និងភាពពិតនៃសង្គមខ្មែរនាសម័យនោះគួរបញ្ជាក់ផងដែរថាលោកបណ្ឌិតកេងវណ្ណស័ក្តិបានទទួលមរណភាពដោយសារជំងឺទឹកចូលក្នុងសួតកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2008សពកវីនិពន្ធអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញរូបនេះត្រូវបានគេដង្ហែចេញពីទីតម្កល់សពទៅកាន់ទីប្រឆាំងមួយកន្លែងនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី23ខែធ្នូឆ្នាំ2008ដើម្បីយកអដ្ឋិធាតុរបស់លោកទៅតម្កល់ជាមួយនឹងអដ្ឋិធាតុមេដារបស់លោកនៅក្នុងប្រទេសកម្ពុជា